ơi ơi cònនេះខានដកយូរដូចជារៀងតឹងអឺអើយអើយស្មានតែដកក៏មិនចេញហើញតើអាយយរកទៅមើលត្រង់មន់តិចសិនក្រែងលោមានអាមេណាក្រាបសម្បុកស៊ីទាំងមេស៊ីទាំងពងតែម្ដងណែប្រហែលជាស្កាទេដឹងលោកបងក្រែងថាស្កាដែលវាចេញពីព្រៃមកស៊ីមានស្កាមកពីណាអ្នកអើយបើជុំវិញផ្ទះនេះគ្មានព្រៃផងវាមានតែស្មៅខ្លីៗអញ្ចឹងនោះម៉ែអើយជួយឪផងខ្មោចអើយសុផាម៉ែឯងអត់មានក្បាលរឿងអាបនាងម្ដាយចុងគ្រួសារពូផៃជាគ្រួសារអ្នកមានធូរធារនៅក្នុងស្រុកដាច់ស្រយាលពីទីក្រុងគាត់មានកូនស្រីតែម្នាក់ប៉ុណ្ណោះគាត់មានមុខរបរចិញ្ចឹមសត្វដើម្បីយកសាច់លក់តែអកុសលប្រពន្ធរបស់គាត់មានជំងឺធ្ងន់មិនអាចព្យាបាលបានក៏បានលាចាកលោកទៅកាត់ចិត្តទៅកូនហើយពុកខំមើលម្ដាយកូនឯងអស់ពីលទ្ធភាពហើយនៅតែមិនជានេះមកពីម្ដាយឯងនឹងគេអស់បុណ្យហើយបានជាមិនអាចរស់នៅបន្តនៅលើផែនដីនេះតទៅទៀតចាប់ពុកធ្វើម៉េចបើរឿងវាទៅជាបែបហ្នឹងទៅហើយមានតែទទួលយកតែខ្ញុំនៅធ្វើចិត្តមិនទាន់បានទាំងស្រុងទេព្រោះពេលខ្លះនៅនឹកឃើញម៉ែពេលខ្លះផ្លត់មាត់ច្រឡំហៅគាត់ពិសាបាយទៅទៀតហើយ បើពុកវិញណាសំណោះម៉ែឯងត្រង់ផ្ដាំពុកថាបើពុកយកប្រពន្ធក្រោយឲ្យមើលថែកូនឲ្យបានល្អផងកុំឲ្យគេធ្វើបាបកូនម៉ែឯងស្រឡាញ់ឯងណាស់កូនអើយចាស់ពុកដាច់ចិត្តយកប្រពន្ធទៀតដែរបើម៉ែគាត់ផ្ដាំអញ្ចឹងហើយពុកឯណាទៅនឹកគិតអារឿងឈួតអញ្ចឹងនោះពុកមិនយកប្រពន្ធទៀតទេកូនទាល់តែថាបើកូនបានប្តីហើយកូនទៅនៅខាងប្តីបាត់ពុកនៅម្នាក់ឯងបានពុកគិតគូណាហើយពុកនិយាយលេងទេតោះកូនពុកទៅរកដាក់បាយជ្រូកសិនហើយណាកូនចាស់ពុកអើយពុកបើពេលនេះម៉ែនៅជុំគ្នាគ្រួសារយើងមិនសក់កក្រោះបែបនេះទេការបែកបាក់ដោយបាត់បង់គ្មាននរណាម្នាក់ចង់ជួបនោះឡើយប៉ុន្តែព្រំលិខិតជាអ្នកកំណត់ទៅហើយទោះជាខំយ៉ាងណាក៏មិនឈ្នះមច្ចរាជកំណាចនេះបានឡើយ5ខែកន្លងផុតទៅបងអើយបងផៃអើយមីងរកពុកខ្ញុំធ្វើអីនាងឯងក៏មិនចេះអញរកបងផៃធ្វើអីជារឿងអញឆាប់ទៅហៅបងផៃមកឲ្យជួបអញតែគាត់ពុកខ្ញុំបើមីងមិនប្រាប់ខ្ញុំថាមករកគាត់ធ្វើអីទេខ្ញុំមិនទៅហៅគាត់ឡើយមានរឿងអីនឹងកូនបានជាលឺសូរសំឡេងដល់ទ្រង់ជ្រូកក្រោយឯណោគឺថាណែក្មួយសុផាគេចង់ហៅខ្ញុំឲ្យចូលអង្គុយលេងនៅក្នុងផ្ទះតែខ្ញុំមិនថាអីទេក្មួយព្រោះមីងរៀងរវល់ដែរអញ្ចឹងហើយទើបលឺសំឡេងដល់លោកបងអញ្ចឹងទៅនឹងណាអូអញ្ចឹងទេមកចូលអង្គុយលេងខាងក្នុងផ្ទះបន្តិចទៅណាខាងក្រៅវាដូចជាក្តៅណាស់ចាលោកបងតាលោកបងតាមីងនេះពិតជាល្បិចច្រើនមែនកុំគិតថាខ្ញុំឲ្យពុកខ្ញុំយកមីងឯងនោះអូយផ្ទះលោកបងមើលទៅដូចជាគ្មានសណ្ដាប់ធ្នាប់សោះមើលទៅប្រហែលជារវល់ខ្លាំងហើយបើសុផាក៏ជាប់រៀនទៀតគ្មានអ្នកជួយរៀបចំសោះមែនហើយអ្នកអើយតាំងពីម៉ែវាចែកឋានទៅគ្មានអ្នកជួយរៀបចំផ្ទះទេឯខ្ញុំនឹងក៏រវល់ជាមួយនឹងសត្វចិញ្ចឹមចំណែកសុផាក៏វាជាប់រវល់រៀនទៀតព្រោះថាឆ្នាំនេះវាជាឆ្នាំប្រឡងផងដល់អញ្ចឹងហើយបានជាគ្មានអ្នករៀបចំឲ្យវាមានសណ្ដាប់ធ្នាប់នឹងគេនឹងណាកុំប្រកាន់អីណាអ្នកចាលោកបងខ្ញុំមិនចង្អៀតចង្អល់អីទេរឿងប៉ណ្ដឹងនោះគ្រាន់តែថាបើលោកបងរកអ្នកណាមួយគ្រាន់ជួយរៀបចំទៅប្រហែលជាល្អមិនបាច់ទេពុកចាំខ្ញុំរៀបចំ
របស់ទាំងអស់នេះគ្មានអីច្រើនផងខ្ញុំរៀបតាមឲ្យផ្លែរួចបាត់ទៅហើយ សុផាមិនក៏កូននិយាយសម្ដីបែបនេះកូនក៏ដឹងដែរថាពុកកាន់តែចាស់ការងារក៏វាច្រើនបើបានអ្នកគេមកជួយក៏ល្អដែរគ្រាន់នឹងបានជួយសម្រាលខ្លះឬក៏ជួយច្បាច់ដៃច្បាច់ជើងឲ្យពុកដែរណា តែថា ទៅកូនទៅដាំបាយទៅដាំឲ្យច្រើនឲ្យមីងឯងគេហូបបាយនៅនឹងផង មីងសុំហូបបាយផ្ទះក្មួយផងណាក្មួយកុំតែយល់មុខឪទេកុំអីមីងឯង កុំប្រកាន់នឹងវាអីអ្នកអើយកូនសុផាវាតែប៉ុណ្ណឹងឯង ចាអ្នកក្មួយសុផាគេគួរឲ្យស្រឡាញ់ណាស់ ទំនាក់ទំនងមីងឡាត់ជាមួយពូផៃកាន់តែស៊ីជម្រៅទៅថ្ងៃមួយពូផៃក៏ដាច់ចិត្តនិយាយជាមួយកូនស្រីរបស់ខ្លួនសុផាយ៉ាងណាហើយការរៀនសូត្ររបស់កូនតើកូនចង់ទៅរៀនបន្តនៅភ្នំពេញដែរទេនៅពេលដែលកូនចប់ថ្នាក់វិទ្យាល័យនេះ ចាស់ពុកពេលប្រឡងចប់ខ្ញុំចង់សុំពុកទៅរៀនបន្តនៅទីក្រុងព្រោះមុខរបរយើងរាល់ថ្ងៃនេះមិនមែនជាចំណង់ចំណូលចិត្តកូនឡើយដូច្នេះហើយកូនចង់ទៅរៀនជំនាញដែលកូនស្រឡាញ់ទោះតែថា មិនបាច់បារម្ភពីពុកទេកូនពុកដឹងថាកូនស្ទាក់ស្ទើរនឹងទៅរៀននៅទីក្រុងព្រោះតែខ្លាចគ្មានអ្នកណាគិតគូរបាយទឹកឲ្យពុកមែនទេ ចាត្រូវឲ្យពុក ដូច្នេះហើយបានជាពុកចង់និយាយជាមួយកូនតិចចំពោះរឿងនេះនឹងណា ចាមានប្រសាសន៍មកចុះពុក ដូច្នេះហើយពុកចង់រកនរណាម្នាក់ឲ្យមកនៅជាមួយគ្រាន់បានជាគ្នាព្រោះកូនដឹងស្រាប់ហើយរាល់ថ្ងៃតាំងពីម្ដាយឯងស្លាប់ទៅពុកនៅតែម្នាក់ឯងវាដូចជាហេលហាលយ៉ាងម៉េចមិនដឹងទេពេលដេកងាកទៅឆ្វេងក៏ទលាយងាកទៅស្ដាំក៏ទលាយដូច្នេះហើយពុកចង់បានប្រពន្ធមួយទៀតនឹងណាកូន ចាខ្ញុំមិនជំទាស់ទេពុកតែពុកមានចាំពាក្យម៉ែគាត់ផ្ដាំទេកុំឲ្យខុសបណ្ដាំម៉ែណាពុកណា ពុកដឹងហើយកូនគេនោះល្អណាស់គេចេះដឹងទុកធរៈពុកណា ពិសាបាយទៀតទៅណាពុករវល់តានិយាយគ្នាសម្លទៅជាអស់ឲ្យពុក អាហារពេលល្ងាចរបស់ពូផៃពោពេញទៅដោយរសជាតិបើទោះបីជាម្ហូបនោះសុផានាងដាក់អំបិលជ្រុលដៃក្នុងសម្លក៏ដោយលុះស្អែកឡើងព្រឹកព្រលឹមព្រៀងពូផៃបាននាំមីងឡាត់មករស់នៅក្នុងផ្ទះជាមួយគ្នាពេលសុផាឃើញក៏បានសួរនាំ មានកាយដែរមីងបានជាមកលេងផ្ទះខ្ញុំទាំងព្រឹកបែបនេះឬពុកជួលមីងឲ្យមកជួយធ្វើអី ចាក្មួយគឺលបងផៃមិនបានជួលមីងឲ្យមកធ្វើអីទេគឺបងផៃឲ្យមីងមករស់នៅទីនេះជាមួយគាត់ ចាប់ពីថ្ងៃនេះតទៅក្មួយឈប់ហៅមីងថាមីងទៀតទៅណាត្រូវហៅមីងថាម៉ែណាកូននេះពុក ត្រូវហើយកូនគេនេះហើយដែលកំពុងតែចង់រួមរស់ជាមួយចាប់ពីពេលនេះទៅយើងជាគ្រួសារតែមួយហើយណាកូន ទម្លាប់មាត់ហៅម៉ែឲ្យហើយទៅណាកូនស្រីព្រោះពេលនេះយើងខ្លាចជាគ្រួសារតែមួយហើយខ្ញុំអនុញ្ញាតឲ្យមីងធ្វើជាប្រពន្ធទី2របស់ពុកខ្ញុំតែខ្ញុំមិនអាចហៅមីងថាម៉ែបានទេព្រោះម៉ែខ្ញុំមានតែម្នាក់ប៉ុណ្ណោះយើនាងនេះក្មួយមិនអីទេក្មួយហៅមីងបែបណាក៏បានដែរ វត្តមានមីងឡាត់បានចូលមករស់នៅជាសមាជិកក្នុងគ្រួសារពូផៃពេញសិទ្ធិមិនយូរប៉ុន្មានសុផាក៏បានប្រឡងជាប់បាក់ឌុបនិងបានលទ្ធផលល្អផងដែរដែលធ្វើឲ្យគេទទួលបានអាហារូបករណ៍ទៅរៀននៅទីក្រុងភ្នំពេញនៅមុខផ្ទះពូផៃ ពុកខ្ញុំលាពុកទៅបន្តការសិក្សានៅទីក្រុងមួយរយៈសិនហើយណាពុកមើលថែខ្លួនផងពុកហូបបាយឲ្យទៀងទាត់សម្រាប់ឲ្យបានច្រើនមិនបាច់បារម្ភពីខ្ញុំពេកទេខ្ញុំធំហើយណាពុក ពុកដឹងហើយកូនត្រូវខិតខំរៀនដើម្បីបណ្ដុះបណ្ដាលក្មេងៗនៅក្នុងភូមិយើងវិញណាកូននឹងឆាប់បានមករស់នៅផ្ទះយើងវិញ ចាស់ពុកអើយកុំភ័យអីសុផាអើយនៅមានមីងនៅមើលថែពុកឯងហើយឆាប់ទៅឲ្យបាត់ប្រមុខមាត់យើងទៅមែនអត់លោកបង ឆាប់ទៅកូនកុំឲ្យឡានគេចាំយូរ
តើប្អូនឆាប់បានចេញដំណើរទាន់ព្រឹកនឹងបានឆាប់ដល់សុខសប្បាយតាមផ្លូវណាកូនពេលទៅដល់ទេប្រាប់ពុកផងណា ទៅឲ្យបាត់ទៅមិនបាច់មកវិញក៏បានដែរនាងឯងនៅរកតែអញដកកទៅស៊ីកង្កែបមិនបាននាងឯងទៅបាត់ណាដឹងតែបានដៃអញហើយ និយាយអីនឹងអូនរងើនឹង ចាលោកបងគ្មានអីទេតោះចូលក្នុងផ្ទះទៅលោកបង តោះខ្ញុំរត់ទៅកាត់ដើមចេកដាក់បបរឲ្យជ្រូកសិនសុផាបានផ្លាស់ប្ដូរការរស់នៅពីទីជនបទស្រុកស្រែទៅរស់នៅឯទីក្រុងដើម្បីបន្តការសិក្សារៀនសូត្រនៅទីនោះធ្វើឲ្យគេមានចិត្តភ័យផងអរផងព្រោះនៅទីនោះមិនមាននរណាម្នាក់ស្គាល់ឡើយយប់ឡើងនៅផ្ទះពូផៃតោះឯងហើយបានម្ហូបអីហូបបាយនឹងឯងល្ងាចនេះ គឺថាបានកង្កែបណាឯង អញ្ចឹងហូបបាយទៅឆាប់បានចូលដេកព្រោះថ្ងៃនេះខ្ញុំក៏រៀងអស់កម្លាំងដែរ ចាឯង អាហារពេលល្ងាចបានហូបទៅយ៉ាងឆ្ងាញ់បន្ទាប់ពីហូបបាយហើយពូផៃក៏បានឡើងគ្រែដេកលក់បាត់ទៅដោយមិនខ្វល់ពីមីងឡាត់ទេ អាល្ងងនេះពិតជាល្ងងមែនមិនទាន់ដឹងអីផងដេកលក់បាត់ យប់នេះដឹងតែបានដៃអញហើយ ថ្ងៃនេះជាថ្ងៃសេរីភាពល្អមួយសម្រាប់មីងឡាត់នៅក្នុងការដកកទៅរកចំណីនៅក្នុងចង្ក្រានបាយមីងឡាត់បានដកកដើម្បីទៅស៊ីមាន់ទារបស់ពូផៃ អើយកនេះខានដកយូរដូចជារៀងតឹងអើយស្មានតែដកកមិនចេញហើយតើអាយយរកទៅមើលត្រង់មាន់តិចសិនក្រែងលោមានអាមេណាក្រាបសម្បុកស៊ីទាំងមេស៊ីទាំងពងតែម្ដង ឆ្កែលូពេញភូមិមាន់ផ្អើលពេញទ្រុងតែពូផៃមិនបានដឹងខ្លួនឡើយព្រោះត្រូវបានអាបមីងឡាត់ដាក់ថ្នាំងងុយដេកក្នុងម្ហូបដើម្បីឲ្យពូផៃដេកលក់មិនដឹងខ្យល់អី មួយថ្ងៃ3តែប៉ុណ្ណោះមិនចាំបាច់ហោះទៅណាឆ្ងាយព្រួយខ្លាចជាប់បន្លាអ្នកភូមិទៀតឡើយ លុះព្រឹកឡើងចាំមន់ចាំទាយូរណាស់ហើយដែរតែដូចជាគ្មានសត្វស្អីមកចាប់ស៊ីទេហើយចុះពេលនេះមិនក៏មានរបងក៏បានបិទចិត្តអស់ហើយមានឆ្កែណាវាចូលមកបានទៅអើយយ៉ាប់ណាស់កាត់អីលោកបងលឺរអ៊ូងើតែម្នាក់ឯងអ្នកអើយអ្នកមិនដឹងជាសត្វស្អីទេមកចាប់មន់ស៊ីអស់ 3-4 ក្បាលបាត់ទៅហើយសុទ្ធតែមេក្រាបពងទៀតណែប្រហែលជាស្កាទេដឹងលោកបងក្រែងថាស្កាដែលវាចេញពីព្រៃមកស៊ីមានស្កាមកពីណាអ្នកអើយបើជុំវិញផ្ទះនេះគ្មានព្រៃផងវាមានតែស្មៅខ្លីៗអញ្ចឹងនោះចាំសង្កេតមើលថែមទៀតទៅលោកបងក្រែងដឹងមូលហេតុពីយប់មួយទៅយប់មួយសត្វក្នុងទ្រុងចេះតែងាប់បន្តកន្ទុយគ្នាដែលមានស្លាកស្នាមដូចសត្វហែកស៊ីប៉ុន្តែមិនដាច់រលាត់កន្លែងណាផ្សេងក្រៅពីកឡើយ3ឆ្នាំកន្លងផុតទៅអាឡូកូនសុខសប្បាយទេកូនស្រីពុកចាពុកកូនសុខសប្បាយធម្មតាទេចាពុកវិញបានអីហូបបាយដែរថ្ងៃនេះមីងឯងគេបានកូនកែបណាកូនកង្កែបទៀតហើយឯពុកប្រហែលឆ្នាំនេះឮតែមុខម្ហូបកង្កែបគ្មានពេលណាមួយបដោះមុខម្ហូបផ្សេងសោះសាកសួរគាត់ទៅមើលកង្កែបជាម្ហូបដែលគាត់ចូលចិត្តខ្លាំងមែនទេពុកអើយកុំទៅខ្វល់ច្រើនអីកូនពុកអាចហូបបានតើមិនអីទេចាពុកនិយាយចឹងថាស្អែកនេះខ្ញុំនាំមិត្តភក្តិ 3-4 នាក់ទៅលេងផ្ទះយើងណាពុកព្រោះពួកគេនៅតែទីក្រុងគេចង់បដូរបរិយាកាសនៅជនបទម្ដងមិនអីទេកូនចាំពុករៀបចំទទួលណាកូនចាប៉ុណ្ណឹងសិនហើយណាពុកខ្ញុំមើលមេរៀនបិសា
បាទកូនពុកសុខសប្បាយកូនថ្ងៃនោះបានមកដល់សុផាបាននាំមិត្តសម្លាញ់គេដែលរៀនសាកលវិទ្យាល័យជាមួយគ្នាមកលេងនិងស្នាក់នៅផ្ទះរបស់គេ2-3ថ្ងៃអូយសុផាផ្ទះឯងមើលទៅគួរចង់រស់នៅណាស់ស្រស់ស្រាយណាស់មែនអត់នៀតមែនតានីឡាតិចស្រួលណាស់ខុសពីទីក្រុងដែលមានតែសម្លេងម៉ាស៊ីនឡានម៉ូតូផ្សែងអាប់ពេញទីក្រុងពុកសុផាពូកែរៀបចំណាស់មើលចុះគ្មានសម្រាមសូម្បីបន្តិចទោះបីក្រោយផ្ទះមានចំសាន់ពិតមែនតែមិនជះក្លិនអាក្រក់មកមុខផ្ទះសោះស្វាគមន៍ក្មួយមកកាន់ផ្ទះមីងល្ងាចនេះដឹងតែសប្បាយហើយព្រោះមីងបានរៀបចំយ៉ាងពិសេសជូនក្មួយជាម្ដាយឯងមែនទេសុផាគឺថាណែគាត់តើគឺក្ជាមួយយកឲ្យវ៉ាន់ទៅទុកសិនទៅណាឆាប់បានងូតទឹកនិងបានមកហូបបាយជុំគ្នាការជួបជុំពេលល្ងាចបានបរិភោគយ៉ាងឆ្ងាញ់មិត្តភ័ក្តិរបស់សុផាបានរីករាយជាមួយនឹងអាហារពេលល្ងាចយ៉ាងសប្បាយបន្ទាប់មកពួកគេបាននាំគ្នាចូលសម្រាកអស់ទៅអាត្រៀតក៏ឈានចូលមកដល់ដែលជាពេលវេលាមីងឡាត់ចេញរកស៊ីអីដេកអស់ហើយអីពួកអាមនុស្សល្ងងស៊ីគ្មានដឹងថាអញដាក់ថ្នាំអង្គុយដេកក្នុងម្ហូបសោះប្រហែលឆ្នាំនេះស៊ីតែមន់ស៊ីតែទាម្ដងនេះរកទៅស៊ីជ្រាំនៅក្រោយវត្តសិនក្រែងបានបដូររសជាតិថ្មីអាបមីងឡាត់បានដកកហោះចេញតាមបង្អួចចង្ក្រានបាយបាត់ទៅដើម្បីទៅរករបស់ស៊ីថ្មីនៅឯក្រោយវត្តក្រឡេកមកមើលនីឡាវិញនាងដេកសុកក៏ឈឺពោះព្រោះកាលពីពេលដែលនាងជិះឡានមកនាងបានទិញម្ជូរគេហូបតាមផ្លូវអើយដូចជាមិនស្រួលពោះសោះហើយយប់ងងឹតទៀតអ្នកណាទៅហ៊ានដើរទៅបន្ទប់ទឹកម្នាក់ឯងនោះអីអូយនៀតនៀតក្រោកមកជួយជូនគ្នាទៅបន្ទប់ទឹកបន្តិចមើលនៀតទោះខំដាស់យ៉ាងណាក៏មិត្តភក្តិគេមិនបានដឹងខ្លួនឡើយកប់យោបល់ទ្រាំលែងបានមានតែប្រថុយទៅម្នាក់ឯងបើមិនដូច្នោះទេច្បាស់ជាបាយលែងឆ្ងាញ់មិនខានឡើយអើយអូយខ្ញុំទ្រាំលែងបានហើយទ្រាំលែងបានហើយអញទៅម្នាក់ឯងសិនក៏បាននីឡាបានដើរទៅបន្ទប់ទឹកកាត់ចង្ក្រានបាយស្រាប់តែបានឃើញខ្លួនមីងឡាត់ដេកប៉ុន្តែអត់មានក្បាលហាម៉ែអើយជួយឪផងខ្មោចអើយសុផាម៉ែឯងអត់មានក្បាលស្អីឯងហ៎នីឡាអ្នកណាអត់ក្បាលហាគឺម៉ែឯងអត់ក្បាលបើឯងមិនជឿទេឯងទៅមើលក្នុងផ្ទះបាយទៅអើយឯងរវើរវាយស្អីអានីឡាមើលនាំយើងទៅមើលបន្តិចមើលយើងមិនទៅទេឯងទៅម្នាក់ឯងទៅឯងទៅឃើញហើយចេះតែមានតែម្ដងហើយនីឡាមនុស្សណាអត់ក្បាលរួមមិនបានទៅមកចាំខ្ញុំទៅមើលសុផាបានដើរទៅផ្ទះបាយក៏បានឃើញសភាពដូចអ្វីដែលនីឡាបាននិយាយមែនគឺមីងឡាត់មានតែខ្លួនគ្មានក្បាលឡើយធ្វើឲ្យគេស្លន់ស្លោជាខ្លាំងមីងឡាត់ពុកអើយពុកម៉ណែពុកទេហើយវាស្រែកស្អីវាទាំងយប់នឹងឆ្លោះគ្នាជាមួយមីងវាទៀតហើយទីដឹងអីរត់ដើរទៅមើលបន្តិចមើលហាអ្នកឡាត់ជាអាបពុកគិតបែបណាទៅពុកមានតែធ្វើតាមចាស់ទេគឺដាក់ខ្លួនវាផ្កាប់ចុះក្រោមរួចយើងទៅដេកវិញធ្វើមិនដឹងមិនលឺរឿងអីទាំងអស់ទៅតែព្រឹកឡើងគេដឹងខ្លួនឯងហើយលុះព្រឹកឡើងយីខ្លួនប្រានអញថ្ងៃនេះដូចជាចម្លែកអាម៉េចមិនដឹងទេអើយដូចជាទៅអើយថៃមិនប្លែកបើក្បាលឯងបែរទៅក្រោយអញ្ចឹងនោះគេគ្រប់គ្នាដឹងហើយថាឯងនឹងជាអាបមន់ទាអញងាប់ទាំងប្រមាណគឺដោយសារតែឯងនឹងហើយហាលោកបងឲ្យខ្ញុំសុំទោសផងអើយសុំទោសរកបកាច់យកស្អីបើមន់ទាអញខ្ទេចអស់ហើយនឹង
ហើយខំតែគិតថាយកអ្នកមកបានជាគ្នាជួយមើលថែគ្នាហើយតែឯងមានតែដឹងឯណាថាឯងនេះជាអាប ធ្វើបែបណាទៅពុកចំពោះអាបមិញឡាត់នេះ មានធ្វើយ៉ាងម៉េចមានតែដឹកទៅឲ្យគ្រូឲ្យគេធ្វើតាមក្បួនគេចុះពុកមិនដឹងធ្វើម៉េចទេ លោកបងជឿខ្ញុំម្ដងចុះបើលោកបងជួយខ្ញុំបានខ្ញុំធានាថានឹងឲ្យមាសលោកបងទាំងក្រុងណា ណែជួយយ៉ាងណា ជួយឲ្យខ្ញុំចូលខ្លួនបែរក្បាលមកធម្មតាវិញខ្ញុំឲ្យមាសលោកបងទាំងដំឡឹង មែនហ៎ពិតអត់ថាមានមាសឲ្យខ្ញុំនោះ ពិតមែនម៉ាត់ណាម៉ាត់នឹងខ្ញុំមិនចេះកុហកទេ បានចាំខ្ញុំធ្វើឲ្យប៉ុន្តែធ្វើហើយឯងមិនអាចនៅទីនេះបានទៀតទេត្រូវតែចេញពីផ្ទះយើងហើយថែមទាំងចេញពីភូមិនេះទៀតផងចេញទៅឲ្យឆ្ងាយទៅដឹងទី ចាលោកបងអាបខ្ញុំដឹងខុសហើយ ក៏ព្រោះតែពូផៃមានចិត្តបុណ្យក៏ធ្វើតាមអ្វីដែលអាបបានប្រាប់ប៉ុន្តែមាសដែលអាបសន្យាឲ្យពូផៃពុំបានទទួលនោះទេអាបមីងឡាត់ក៏ដាក់មេប្រូចបាត់ទៅ អើយរកមាសឯណាបានទៅបើរាល់ថ្ងៃមាសថ្លៃយ៉ាងនេះ